បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel Outlook Technical បាទតើសុខសប្បាយជាទេបាទនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram នេះសម្រាប់លើកយកមកបង្ហាញគឺជារបៀបចូលមើលឆាត Telegram គេលាក់មិនឲ្យគេដឹងបាទហើយដើម្បីយើងធ្វើការចូលមើលឆាត Telegram គេហើយលាក់មិនឲ្យគេដឹងបានតើយើងត្រូវធ្វើដូចម្តេចដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច Like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយនៅពេលនេះខ្ញុំនឹងចូលទៅក្នុងកម្មវិធី Telegram ដើម្បីធ្វើការបង្ហាញបាទហើយជាធម្មតានៅពេលដែលលោកគ្រូអ្នកគ្រូធ្វើការផ្ញើរូបភាពឬមួយក៏អក្សរចូលទៅក្នុងឆាត Telegram របស់អ្នកផ្សេងគឺនឹងឃើញសញ្ញា Tick ពណ៌បៃតង2នេះគឺបញ្ជាក់ប្រាប់ថាគេបានចូលទៅមើលនៅក្នុងរូបភាពឬមួយក៏អក្សររបស់យើងបាទហើយប្រសិនជាគេផ្ញើរូបភាពឬមួយក៏អក្សរចូលមកក្នុងឆាត Telegram របស់យើងបាទហើយយើងចូលមើលដែរប៉ុន្តែយើងលាក់កុំឲ្យគេដឹងថាយើងបានចូលមើលគឺយើងមានវិធីសាស្ត្រអាចធ្វើបានបាទដល់យើងចូលទៅកន្លែងពាក្យថា setting បាទហើយនៅក្នុងគណនី Telegram របស់ខ្ញុំគឺមាន2 account គឺទី1ឈ្មោះ Outlook ជាអក្សរខ្មែរហើយទី2ឈ្មោះ Outlook Technical ជាអក្សរអង់គ្លេសបាទហើយខ្ញុំនឹងយកគណនី Telegram របស់ខ្ញុំជាអក្សរខ្មែរគឺឈ្មោះ Outlook ធ្វើការឆាតចូលទៅក្នុងគណនី Telegram ខ្ញុំមួយទៀតគឺឈ្មោះ Outlook Technical ដើម្បីធ្វើការបង្ហាញជូនលោកគ្រូអ្នកគ្រូថាតើការចូលមើលឆាតនៅក្នុង Telegram យើងអាចលាក់ដោយមិនឲ្យគេដឹងបានដែរឬទេបាទនៅពេលនេះខ្ញុំនឹងធ្វើការបង្ហាញដោយខ្ញុំចូលទៅក្នុងឆាតវិញបាទហើយខ្ញុំនឹងផ្ញើរូបភាពហើយនឹងអក្សរដើម្បីចូលទៅក្នុងឆាត Telegram របស់ខ្ញុំមួយនេះគឺឈ្មោះ Outlook Technical នេះបាទដល់ខ្ញុំចូលទៅក្នុងឆាតនេះតែម្ដងបាទហើយខ្ញុំសូមធ្វើការផ្ញើរូបភាពដល់ខ្ញុំចូលទៅកន្លែងរូបម្ជុលខ្ទាស់នេះបាទខ្ញុំសូមធ្វើការផ្ញើរូបភាពមួយនេះបាទរួចហើយខ្ញុំចុចពាក្យថា Send បាទនេះគឺរូបភាពខ្ញុំបានផ្ញើចេញទៅមួយហើយខ្ញុំនឹងធ្វើការវាយអក្សរមួយបន្ថែមទៀតបាទខ្ញុំវាយអក្សរបាទខ្ញុំសូមដាក់ជាអក្សរខ្មែរបាទខ្ញុំសូមដាក់ថាសួស្តីបាទរួចហើយខ្ញុំចុចសញ្ញាព្រួញនេះដើម្បីធ្វើការផ្ញើចេញបាទនេះគឺរូបភាពហើយនឹងអក្សរដែលខ្ញុំបានធ្វើការផ្ញើចេញចូលទៅក្នុងគណនីរបស់ខ្ញុំគឺឈ្មោះ Outlook ជាអក្សរខ្មែរបាទហើយនៅពេលនេះគឺនៅក្នុងគណនី Telegram ខ្ញុំមួយទៀតមិនទាន់បានចូលមើលទេបាទហើយខ្ញុំនឹងចូលទៅក្នុងគណនី Telegram មួយទៀតដែលខ្ញុំបានធ្វើការផ្ញើរូបភាពហើយនឹងអក្សរនេះដោយខ្ញុំចូលមើលហើយគឺមិនអោយគណនី Telegram របស់ខ្ញុំមួយដែលខ្ញុំបានផ្ញើនេះបានដឹងថាខ្ញុំបានចូលទៅមើលទេបាទខ្ញុំសូមធ្វើការ back បាទរួចហើយខ្ញុំចូលទៅកន្លែង setting គឺខាងក្រោមនេះដើម្បីចូលទៅគណនី Telegram ខ្ញុំមួយទៀតបាទនេះគឺគណនី Telegram របស់ខ្ញុំគឺឈ្មោះ Outlook នៅខាងលើហើយនឹង Outlook Technical នៅខាងក្រោមហើយខ្ញុំបានធ្វើការផ្ញើទៅចំនួន2គឺរូបភាពហើយនឹងអក្សរហើយខ្ញុំនឹងចូលទៅក្នុងគណនី Telegram របស់ខ្ញុំឈ្មោះ Outlook Technical នេះបាទនេះគឺគណនី Telegram ឈ្មោះ Outlook ដែលខ្ញុំបានផ្ញើរូបភាពហើយនឹងអក្សរចូលមកអំបញ្ញមិញបាទគឺឃើញលេខចំនួន2បានន័យថាខ្ញុំផ្ញើរូបភាពមួយហើយនឹងអក្សរមួយ
ហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាចង់ចូលទៅមើលនៅក្នុងឆាត Telegram នេះដោយពុំឲ្យអ្នកផ្សេងគាត់បានដឹងថាយើងបានចូលទៅមើលលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចទៅលើរូបឆាត Telegram នោះយើងសង្កត់ឲ្យយូរបន្តិចបាទហើយចាំយើងចូលមើលនៅរូបភាពឬមួយក៏អក្សរនៅខាងក្នុងហ្នឹងបាទខ្ញុំធ្វើការចុចទៅលើឆាតរបស់ខ្ញុំគឺឈ្មោះអ៊ុតឡាក់ជាអក្សរខ្មែរនេះដោយខ្ញុំសង្កត់ឲ្យយូរបន្តិចបាទពេលដែលយើងសង្កត់ឲ្យយូរបន្តិចគឺកម្មវិធី Telegram នឹងបង្ហាញថាតើឆាត Telegram របស់គេដែលបានផ្ញើចូលនៅក្នុងឆាត Telegram របស់យើងហ្នឹងគឺផ្ញើជារូបភាពឬមួយក៏អក្សរអ្វីចូលនៅក្នុងឆាត Telegram របស់យើងបាទនេះគឺជាអក្សរគឺពាក្យថាសួស្តីហើយនឹងរូបភាពនៅខាងលើដែលខ្ញុំបានធ្វើការផ្ញើចេញអំបញ្ញមិញបាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាចូលមើលតាមវិធីនេះគឺគេមិនដឹងថាយើងបានចូលទៅមើលនៅក្នុងឆាតរបស់គេទេហើយក្រោយពីលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានមើលរួចហើយលោកគ្រូអ្នកគ្រូគ្រាន់តែយកដៃរបស់យើងសង្កត់នៅខាងក្រៅផ្ទៃឆាតនេះដោយយើងសង្កត់នៅកន្លែងទំនេរគឺយើងអាចចេញមកខាងក្រៅវិញដោយគេអ្នកផ្សេងគេមិនដឹងថាយើងបានចូលទៅមើលនៅក្នុងឆាត Telegram របស់គេទេបាទហើយខ្ញុំនឹងធ្វើការសង្កត់នៅខាងក្រៅផ្ទៃឆាត Telegram នេះវិញបាទហើយបាទនេះលោកគ្រូអ្នកគ្រូក្រោយពីយើងចូលទៅមើលនៅក្នុងឆាត Telegram តាមវិធីនេះគឺរូបចំនួន2ដែលបានផ្ញើចេញមកនោះគឺមិនបានរលត់ទេបាទហើយជាធម្មតាប្រសិនជាយើងចូលទៅមើលនៅក្នុងកម្មវិធី Telegram ដោយផ្ទាល់ដោយមិនប្រើវិធីនេះគឺរូប2ដែលគេបានផ្ញើឬមួយក៏រូបផ្សេងដែលគេផ្ញើមកគឺនឹងធ្វើការរលត់បាត់ទៅវិញបាទហើយខ្ញុំនឹងបង្ហាញជូនលោកគ្រូអ្នកគ្រូចូលទៅក្នុងគណនី Telegram ដែលខ្ញុំបានធ្វើការផ្ញើអំបញ្ញមិញថាតើគឺគណនី Telegram របស់ខ្ញុំដែលខ្ញុំបានចូលទៅមើលនេះបានឃើញសញ្ញាធីក2ឬមួយក៏អត់បាទខ្ញុំចូលទៅកន្លែងពាក្យថា setting នេះបាទហើយខ្ញុំចូលទៅគណនី Telegram ឈ្មោះអ៊ុតឡាក់ជាអក្សរខ្មែរបាទនេះលោកគ្រូអ្នកគ្រូគឺខ្ញុំបានផ្ញើរូបភាពហើយនឹងអក្សរនៅខាងលើអំបញ្ញមិញគឺសញ្ញាឃើញតែសញ្ញាធីកមួយទេនៅក្នុងគណនី Telegram ឈ្មោះអ៊ុតឡាក់ Technical គឺបានបញ្ជាក់ប្រាប់ថានៅក្នុងឆាត Telegram ដែលខ្ញុំបានចូលទៅមើលអំបញ្ញមិញនេះអ្នកដែលយើងបានផ្ញើរូបភាពនិងអក្សរទៅឲ្យគាត់មិនដឹងថាយើងបានចូលមើលទេបាទនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីរបៀបនៃការចូលមើលឆាត Telegram គេលាក់មិនឲ្យគេដឹងបាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតដែលជាវីដេអូផ្ដល់នូវចំណេះដឹងសម្រាប់បង្ហាញជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកចំណេះដឹងថ្មីនៅក្នុងកម្មវិធី Telegram ក៏ដូចជាកម្មវិធីកុំព្យូទ័រនិងកម្មវិធីទូរស័ព្ទសម្រាប់លើកយកមកបង្ហាញជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា